រឿងស្រីមានគូកំណាន់អំណាចកាមរាគៈនាំឲ្យកើតតម្រេកក្នុងវត្ថុមិនគូមានសេចក្តីដំណើរថាមានភិក្ខុអ្នកប្រព្រឹត្តបិណ្ឌបាតមួយអង្គរៀនកម្មដ្ឋានក្នុងសំណាក់ព្រះសាស្តាហើយចូលទៅកាន់ឧទ្យានចាស់មួយដើម្បីធ្វើសមណធម៌លំដាប់នោះមានស្ត្រីម្នាក់មានរូបរាងស្រស់ល្អឆើតឆាយលើសនារីទាំងអស់ក្នុងនគរបានណាត់ពេលនឹងបុរសជាគូកំណាន់ម្នាក់ឲ្យទៅជួបក្នុងទីឧទ្យាននោះឯណោះដើម្បីនឹងសប្បាយដោយមគ្គនឹងមគ្គប្រព្រឹត្តកន្លងប្រពៃណីវង្សត្រកូលនាងក៏បានទៅចាំមុនបុរសនោះបែរជាមិនបានទៅក្នុងពេលណាត់គ្នាឡើយកាលនាងលបួងរងចាំមើលផ្លូវគូកំណាន់យូរពេកកាមរាគៈក៏ដុតរួលរៀលក្នុងសារពាង្គកាយកើតសេចក្តីអត់សុខជាអស្ចារ្យព្រោះមិនបានគូគប់មកប្រឡែងគ្នាលេងក៏ដើរចុះដើរឡើងច្រាស់ចុះច្រាលឡើងដូចជាមាន់រកងទើបចូលទៅក្នុងឧទ្យានឃើញព្រះថេរៈកំពុងពេនភ្នែនធ្វើសមណធម៌ក៏ប្រឡេកមើលនាយអាយក្រែងគេឃើញលុះមិនមានអ្នកណាឃើញឬអ្នកដតីក៏គិតថាភិក្ខុនេះក៏បុរសជាបុរសដែរអញនឹងប្រឡោមលោកឲ្យញាក់ផន់ភាំងដោយសារកាមទេពម្ដងទើបទៅឈរចំពីមុខព្រះថេរៈអាក្រាតកាយបង្ហាញបញ្ចេញស្ត្រីភាពឲ្យច្បាស់ធ្វើអាការៈញេះញោះរួចហើយទើបស្លៀកវិញនឹងរំសាយសក់អៀងផ្អងធ្វើកងែកងក់ចុះឡើងក្តក់ចុះក្តក់ឡើងឲ្យលោកឃើញរួចក៏ទះដៃស្រើក្អាស់ក្អាយសប្បាយញញឹមប្រំប្រៃតែម្នាក់ឯងដើម្បីឲ្យព្រះថេរៈមានតម្រេកវត្ថុបំណងជាមួយខ្លួនយ៉ាងអន្តពាលដែលកំពុងស្រវឹងដោយកាមរាគៈតែឥតអំពើសោះព្រះថេរៈរឹងរិតតែកើតសង្វេគមានចិត្តនឿយណាយក្នុងកាមគុណទាំង5មានរូបជាដើមជាពុនពេកទើបលោកគិតថាហេតុនេះដូចម្ដេចណោកាលព្រះសាស្តាប្រមាលមើលភិក្ខុដែលរៀនកម្មដ្ឋានក្នុងសំណាក់ព្រះអង្គហើយនៅក្នុងឧទ្យានដើម្បីធ្វើសមណធម៌នោះតើប្រព្រឹត្តទៅជាយ៉ាងណាក៏បានជ្រាបថាស្ត្រីនោះកំពុងតែប្រព្រឹត្តអនាចារចែចង់ភិក្ខុនោះផងនិងសេចក្តីសង្វេគតែកើតឡើងក្នុងលោកផងទើបពោលថាមនាលភិក្ខុទីនោះមិនមែនជាទីកន្លែងត្រេកត្រអាលសមោសររបស់អ្នកស្វែងរកកាមទាំងឡាយទេគឺជាទីសម្រាប់ជនដែលមានរាគៈទៅប្រោសចាកហើយរីករាយទេតើទើបត្រាស់សម្ដែងថារមណីយានីអញ្ញនីយដ្ឋនរមតេជាណូរីតរាគីរមមេសន្តិអ្នកទេកាមៈ
កវិតិណោបរិណាដែលជន់មិនរីករាយព្រះខៃណាស្របទាំងឡាយជាអ្នកអស់នៅរាគៈមិនមែនជាអ្នកស្វែងរកកាមតែរីករាយក្នុងព្រៃនោះលុះចប់ពធទេសនាភិក្ខុនោះក៏បានសម្រេចជាព្រះអរហន្តដោយបដិសម្បទាហើយហោះឆ្វែលមកថ្វាយបង្គំព្រះបាទីព្រះតថាគតឯស្ត្រីនោះអស់សង្ឃឹមនឹងបានរួមរយៈមេត្រីស្នេហាក៏វិលត្រឡប់ទៅផ្ទះវិញរឿងព្រះបាទនន្តរាជអានិសង្សនៃជ័យវរៈទានដែលជន់ឲ្យចំពោះព្រះបច្ចេកពុទ្ធកាលកន្លងទៅហើយក្នុងក្រុងពីរិណសីមានកដុំពីរម្នាក់បានចូលទៅក្នុងព្រៃឃើញព្រះបច្ចេកពុទ្ធមួយព្រះអង្គកំពុងដេកចីវរដែលមានសម្ពុតមិនគ្រប់គ្រាន់ត្រង់អនុវាតបណ្ដោយកដុំពីកៈកាលឃើញលោកខ្វះសម្ពុតធ្វើអនុវាតដូច្នោះក៏មានចិត្តជ្រះថ្លាហើយយកសម្ពុតសម្រាប់បង់ករបស់ខ្លួនប្រគេនលោកលុះស្លាប់ទៅដោយអានុភាពនៃបញ្ញកម្មនោះឯងបុរសនោះបានទៅកើតក្នុងឋានតាវតឹងទេវលោកសោយសម្បត្តិទឹកអស់កាលជាយូរអង្វែងពេលស្យុតមកវិញបានមកកើតនាត្រកូលអមាត្យនៈនៅឆ្ងាយពីទីក្រុងពីរិណសីមួយយោជន៍ទីរូបនោះចម្រើនវ័យធំឡើងកាលណាក៏បាននិយាយនឹងមាតាថាលោកម្ដាយថ្ងៃនេះជាថ្ងៃលេងអ្នកខត្តរឹកសូមម្ដាយឲ្យសម្ពុតមួយមកខ្ញុំនឹងយកទៅលេងអ្នកខត្តរឹកនឹងគេមាតាបានឲ្យសម្ពុតមួយដល់កូននោះពោលថាសម្ពុតនេះមានសាច់គ្រូតក្រៀតណាស់ខ្ញុំមិនយកទេសូមម្ដាយឲ្យសម្ពុតដតីទៀតម្ដាយបានឲ្យសម្ពុតដតីទៀតតាមពាក្យកូនសុំកូននោះក៏នៅតែទន្ទិញថាសម្ពុតសាច់គ្រូតក្រៀតណាស់ខ្ញុំមិនយកទេម្ដាយពោលថាផ្ទះយើងមានសម្ពុតដតីល្អជាងនេះទៀតទេកូនបុរសជាកូននិយាយថាបើដូច្នេះខ្ញុំទៅរកសម្ពុតមួយដ៏គប់ចិត្តឲ្យបានម្ដាយពោលថាម្ដាយឥតមានស្អប់កូនឯងទេអញ្ចឹងចង់ឲ្យកូនឯងបានសោយរាជ្យជាម្ចាស់ផែនដីនានគរពីរិណសីនេះបុរសនោះក៏ថ្វាយបង្គំមាតាដើរចូលទៅកាន់នគរពីរិណសីនៅដេកទទួលក្បាលលើផែនថ្មមង្គលនាព្រះឧព្យានពេលនោះជាថ្ងៃទី7ដែលព្រះចៅពីរិណសីសោយព្រះទីបង្គត់ទៅពួកអាមាត្យអ្នកមុខអ្នកការក្នុងនគរបានធ្វើព្រះសពសំពាយជាបណកិច្ចតាមប្រពៃណីដល់ព្រះរាជាស្រេចក៏ប្រឹក្សាគ្នាថាព្រះរាជារបស់យើងមានព្រះរាជធិកាមួយព្រះអង្គធម្មតាប្រទេសត្រូវតែមានជនម្នាក់ជាប្រមុខទើបអាចស្ថិតស្ថេរជាយូរបានលុះគិតដូច្នោះហើយក៏រៀបចំបុស្សរត់ទឹមដោយសេះសិទ្ធិពល4មានពណ៌ដូចផ្កាឈូកហើយ
ដំឡើងគ្រឿងរាជភ័ណ្ឌលើរត់ទើបលែងទៅចំណែកបោះសរតចេញទៅតាមវាខាងកើតហើយចូលទៅកាន់ឧឈានដើរប្រទក្សិណបុរសកំពុងដេក3ជុំនៅស្ងៀមបំរុងនឹងឲ្យបុរសនោះឡើងជិះរាជរថរាជបរោហិតដែលទៅតាមក៏បើកជាយសម្ពុតឡើងហើយក្រឡេកមើលទៅផ្ទៃជើងទើបទាយថាបុរសនេះគួរនឹងបានសោយរាជជាម្ចាស់ផែនដីហើយបានប្រគំពិនពៀតរនាតកងស្គរលេងព្រះរាជទានព្រះរាជទ្រព្យអស់វិរៈ3ដងលំដាប់នោះបុរសទើបបើកមុខឡើងសួរថាអ្នកទាំងឡាយមកប្រជុំគ្នាក្នុងទីនេះតើមានការអ្វីជនទាំងឡាយបានពោលថាបបិទ្ធព្រះសមត្ថិទេពឥឡូវនេះរាជក្រុងពារាណសីនេះត្រូវធ្លាក់មកលើព្រះអង្គហើយសូមទ្រង់ទទួលយកតាមគបព្រះរាជហឫទ័យចុះបុរសសួរថាចុះព្រះរាជារបស់អ្នកទៅណាព្រះរាជារបស់យើងទ្រង់សោយព្រះទីបង្គត់ទៅហើយចុះព្រះរាជបុត្រក្តីព្រះរាជធីតាក្តីមិនមានទេឬពួករាជអាមាត្យឆ្លើយថាមានតែព្រះរាជធីតាបើដូច្នេះយើងនឹងទទួលសោយរាជសម្បត្តិបំពេញបំណងអ្នកទាំងឡាយចុះជនទាំងឡាយក៏ចាត់ចែងមណ្ឌលសម្រាប់អភិសេកមួយរំពេចលុះធ្វើរួចហើយក៏អភិសេកក្នុងមណ្ឌលនោះឯងថ្វាយព្រះនាមព្រះរាជាថ្មីថាព្រះបាទនន្តរាជហើយនាំយកសម្ពុតមួយមានថ្ងៃមួយមានថ្លៃ1000កហបណៈមកថ្វាយព្រះរាជាមានព្រះបន្ទូលថាសម្ពុតនេះមានសាច់គ្រូតព្រាតណាស់យើងមិនយកទេចូលអ្នកទាំងឡាយយកមាសនិងប្រាក់មកយើងនឹងបាចសាចទឹកទៅទិសខាងលើហើយមុខជាបានសម្ពុតមានសាច់ពូផង់ម៉ត់ល្អដូចបណ្ដូលជែកនឹងថាពេលនោះដើមកម្មព្រឹក8ដើមក៏ទម្លាក់ខែនដីហុះឡើងគ្រប់ទិសទាំង4រួមជា32ដើមសម្ពុតក៏កើតឡើងជាមួយនឹងដើមកម្មព្រឹកទាំង32នោះឯងព្រះរាជាទ្រង់ព្រះផោះព្រះភូសាសម្ពុតទឹកមួយដណ្ដប់សម្ពុតទឹកមួយហើយទ្រង់បានបង្គាប់ឲ្យរាជអាមាត្យទូងស្គរភេរីប្រកាសប្រាប់ដល់អ្នកក្រុងពារាណសីថាពួកស្ត្រីក្នុងដែនរបស់ព្រះអង្គកុំបាច់វាយសូត្រអំបោះឡើយទើបទ្រង់ឲ្យលើកឆាត់ឡើងស្ដេចប្រផាប់លើព្រះទីនាងរាជរថជ័យយាងចូលទៅកាន់ទីក្រុងឡើងទៅលើប្រាសាទហើយទ្រង់ទទួលរាជសម្បត្តិដែលធ្លាក់មកអំពីមកចំពោះព្រះអង្គនិងទ្រង់បានរៀបចំព្រះនគរទាំងមូលយ៉ាងស្អាតល្អប្រហែលនឹងឧត្តរគុរុទ្វីបព្រមទាំងព្រះរាជទានសម្ពុតទឹកដល់ពួកមនុស្សក្នុងនគរនានាដែលមកទាំងអបាលមានុសគ្រប់គ្នាលុះចំណេរកាលពីខាងក្រោយមកទ្រង់មានសេចក្តីនឿយណាយនឹងរាជសម្បត្តិនិងខរាវាសធរទើបលះបង់ចោលហាក់ដូចជាបុគ្គល
ស្ដោះទឹកមាត់ហើយចេញទៅទ្រង់ព្រះភ្លោះជាមួយព្រះទេពីអគ្គមហេសីជាតបោះនៅក្នុងឧទ្យានខំចម្រើនឈានអភិញ្ញាក៏បានសម្រេចតាមព្រះរាជបំណងហើយជាបុគ្គលមិនដែលសាបសូន្យចាក់ឈានឡើយលុះសោយព្រះទីវង្គតទៅបានទៅកើតនៅព្រហ្មលោកឯនាយ